តោះសួស្តីដល់អ្នកគ្នាស្វាគមន៍មកកាន់ Night Design episode 3 បាទថ្ងៃនេះគឺយើងអត់មកនិយាយគ្នាអំពីការ design ឬក៏អីទេគឺខ្ញុំចង់និយាយអំពី topic មួយដែលខ្ញុំចង់និយាយយូរហើយប៉ុន្តែអត់មានឱកាសនិយាយគឺកម្មវិធី design ឬក៏ tool design នៅក្នុងពេលបច្ចុប្បន្ននេះយើងគួរប្រើមួយណាដូចយើងដឹងអញ្ចឹងសប្តាហ៍ថ្ងៃនេះគឺយើងមាន tool design ល្បីៗមួយចំនួនដូចជា Photoshop Canva ហើយកម្មវិធីថ្មីនេះគឺ Affinity ហ្នឹងហើយអញ្ចឹងយើងមានកម្មវិធី3ហ្នឹងខ្ញុំចង់ compare វាថាយើងគួរតែប្រើមួយណានៅក្នុងការ design ឬក៏នៅក្នុងការងាររបស់យើងសប្តាហ៍ថ្ងៃជាក់ស្ដែងហ្នឹងអូខេអញ្ចឹងខ្ញុំសូមនិយាយពី Photoshop មុនអញ្ចឹងទាំងអស់គ្នាដឹងហើយថា Photoshop គឺយើងប្រើតាំងពីដើមមកគឺជាកម្មវិធី professional design មិនថាជា design poster design ផ្ទាំង banner logo ឬក៏គូ vector អីមួយចំនួនគឺយើងប្រើបានច្រើនមែនតើនៅក្នុងកម្មវិធី Photoshop ហើយក៏ដូចជា Adobe Creative Cloud ទាំងអស់គឺយើងវា support គ្នាបានច្រើនណាដូចជា Alas យើងគូ vector Premiere យើងយក file ពី Photoshop ទៅកាត់ video motion នៅក្នុង Premiere បាន After Effects លេង motion លេងអីអញ្ចឹងណាអាហ្នឹងគឺជាកម្មវិធីរបស់ក្រុមហ៊ុន Adobe ecosystem របស់វាគឺវាបតិកលាគ្នាបានហើយកម្មវិធីគឺយើង design បានគ្រប់ទម្រង់តែម្ដងហ្នឹងហើយអានេះគឺជាកម្មវិធី professional គឺ Photoshop ហើយមួយទៀតគឺកម្មវិធី Canva ដែលយើងឃើញបច្ចុប្បន្ននេះគឺមានអ្នកជជែកវែកញែកគ្នាច្រើនមែនតើហ្នឹងហើយថា Canva អញ្ចឹងណាហើយប៉ុន្តែខ្ញុំគិតថាអានេះបើសិនជាការងាររបៀបថាការងារបែបលឿនណាអ្នកលក់អនឡាញអីត្រូវការរូបថតភ្លាមធ្វើតាម Canva បានអូខេអាហ្នឹងគឺជា Canva វាអាចធ្វើការងារលឿនបានសម្រាប់អ្នកលក់អនឡាញសម្រាប់កម្មវិធីមួយទៀតគឺកម្មវិធី Affinity ខ្ញុំគិតថាកម្មវិធីនេះគឺវាល្អគួរសមណាស់នៅក្នុងការយកទៅជំនួសកម្មវិធី Photoshop បើសិនជាគ្នាយើងអត់ចង់ចំណាយលុយទៅកាន់តែ license របស់ Adobe អញ្ចឹងយើងអាចប្រើកម្មវិធីនេះជំនួស Photoshop បាននិយាយហ្នឹងហើយហើយកម្មវិធីនេះគឺវាមាន tool មកគ្រប់គ្រាន់នៅក្នុងការ design poster បាន design poster លក្ខណៈមាន shape មានអក្សរមានកាយ color អីតិចតួចអាហ្នឹងគឺខ្ញុំគិតថាវាប្រើជំនួស Photoshop បាននៅក្នុងកម្រិតមួយហ្នឹងហើយប៉ុន្តែពេលនេះគឺយើងកំពុងតែសិក្សាអំពីកម្មវិធីហ្នឹងដែរទេព្រោះអី tool វាមួយចំនួនគឺយើងអត់ដឹងឬក៏យើងអត់តន់យល់អំពីវាអញ្ចឹងណាហើយចំពោះ tutorial មួយចំនួនក៏យើងអត់តន់រកបានលឿនដូចកម្មវិធី Photoshop ដែរហ្នឹងហើយអានេះគឺជាចំណុចដែលយើងគួរពិចារណាដែរព្រោះអីវាយើងអត់ចាំបាច់ត្រូវចំណាយលុយទិញ license ដូច Photoshop ទេគឺវា free ឥឡូវហ្នឹងគឺវា free yes ហើយចំពោះចំណុចដែលវាអត់មានគឺវាអត់មានជាមួយនឹង AI ដូច Photoshop ទេហ្នឹងហើយបងប្អូនវាអត់មាន AI ទូលំទូលាយដូច Photoshop ទេអូខេអញ្ចឹងចំពោះគំនិតទាំងអស់គ្នាតើទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះកម្មវិធី design ទាំង3នេះបើសម្រាប់ខ្ញុំគិតថាវាអាចជារបស់លេងថ្មីជំនួសក្រៅពី Photoshop ហើយដូចខ្ញុំបញ្ជាក់ម្ដងទៀតអញ្ចឹងបើសិនជាការងារទាំងអស់គ្នាធំការងារទាំងអស់គ្នាត្រូវការ professional គឺទៅ Photoshop ទៅប៉ុន្តែបើសិនជាការងារទាំងអស់គ្នាលឿនមិនចង់ស្មុគស្មាញច្រើនទាំងអស់គ្នាអាចទៅជាមួយនឹង Canva ទៅហើយបើសិនជាទាំងអស់គ្នាចង់សំចៃលុយអាហ្នឹងអាចទៅ Affinity ទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់អីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះហើយយើងនៅតែប្រើជាមួយនឹង Photoshop នៅក្នុងការ design ការងារធំដដែលទេអូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេនៅក្នុង episode 3នេះហើយ episode ក្រោយទៀតយើងនឹងធ្វើការ design ជាមួយនឹង poster អីផ្សេងលេងកំសាន្តទៀតអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបាយបាយ